នាងទ្រង់ជ្រាបហេតុនោះពិតប្រាកដខ្ញុំម្ចាស់សូមយាងព្រះអង្គសូមស្ដេចព្រះរាជដំណើរយាងទៅក្រាបទូលសួរចុះមេម្ចាស់បរិជាទ្រង់ពោលពាក្យថាល្អណាស់ទេវីរួចហើយក៏ស្ដេចយាងទៅកាន់ព្រះវិហារក្រាបថ្វាយបង្គំព្រះបរមសាស្តាដែលប្រថាប់នៅមួយកន្លែងដ៏សមគួរព្រះសាស្តាទ្រង់បន្លឺព្រះសូរសៀងដ៏ពិរោះត្រាស់សួរថាមហាបពិតហេតុអ្វីបានជាមហាបពិតស្ដេចយាងមកដូច្នេះដោយមានរាជកិច្ចជាបន្ទាន់ឬបរិជាក្រាបទូលថាបពិតព្រះអង្គដ៏ចម្រើនពេលទៀបភ្លឺទូលព្រះបង្គំបានឃើញមហាសបិន16ប្រការមានសេចក្តីភ័យញ័ររន្ធត់ទ្រង់ប្រាប់ដល់ពួកព្រាហ្មណ៍ចំណែកពួកព្រាហ្មណ៍ទាយថាបពិតមហារាជជាម្ចាស់ព្រះសបិនអាក្រក់ខ្លាំងណាស់ដើម្បីរំងាប់សបិនទាំងនេះត្រូវធ្វើពិធីបូជាយញ្ញដែលយកវត្ថុក្នុងមួយមុខមាន4គ្រប់យ៉ាងហើយនាំគ្នាត្រៀមដើម្បីធ្វើការបូជាយញ្ញវងសត្វទាំងឡាយកំពុងត្រូវមរណភ័យសម្លត់គំរាមបពិតព្រះដ៏មានប្រភេទជាម្ចាស់ព្រះអង្គជាបុគ្គលប្រសើរលើសក្នុងលោកយេយធរដៃចូលទៅកំណត់អតីតអនាគតបច្ចុប្បន្នដែលឈ្មោះថាមិនមកដល់ញៀនចំពោះព្រះអង្គនោះមិនមានឡើយបពិតព្រះដ៏មានប្រភេទជាម្ចាស់សូមព្រះអង្គទ្រង់ព្រះករុណាប្រោសព្យាករផលនៃសបិនរបស់ទូលព្រះបង្គំទាំងនោះដោយមេត្តាព្រះករុណាព្រះអង្គព្រះសាស្តាត្រាស់ថាសូមថ្វាយព្រះពរសភាពដូច្នោះមានរឿងតែមួយមហាបពិតក្នុងលោកទាំងទេវលោកវាតែតថាគតចេញអ្នកដតីនឹងបានឈ្មោះថាដឹងហេតុផលរបស់សបិននេះមិនមានឡើយតថាគតនឹងព្យាករថ្វាយមហាបពិតប៉ុន្តែសូមមហាបពិតទ្រង់ត្រាស់ប្រាប់ព្រះសបិនតាមទំនងដែលទ្រង់ធ្លាប់ឃើញនោះមកចោះព្រះរាជាទ្រង់ទទួលព្រះពុទ្ធតម្រាស់ថាល្អណាស់ព្រះអង្គខ្ញុំព្រះករុណាផ្ដើមក្រាបទូលព្រះសបិនតាមទំនងយ៉ាងប្រុងប្រយ័ត្នដោយទ្រង់ដាក់ខទុកដូចនេះថាកឧសភរាជទាំងឡាយមួយដើមឈើទាំងឡាយមួយមេគោទាំងឡាយមួយគោឈ្មោលទាំងឡាយមួយសេះទាំងឡាយមួយថាសមាសមួយមេឆ្កែចចកទាំងឡាយមួយក្អមទឹកទាំងឡាយមួយស្រះបោខរណីមួយបាយឆៅមួយក្លឹមច័ន្ទមួយផ្លែឃ្លោកទាំងឡាយលិចទឹកមួយថ្មទាំងឡាយអណ្ដែតទឹកមួយមេកង្កែបទាំងឡាយខាំពោះវែកមួយរាជហង្សទាំងឡាយចោមរោមក្អែកមួយខ្លាដំបងទាំងឡាយភ្ញាក់ផ្អើលព្រោះខ្លាចពពែទាំងឡាយមួយមហាសបិនទី1ព្រះរាជាត្រាស់ថាបពិតព្រះអង្គដ៏ចម្រើនទូលព្រះបង្គំឃើញសបិនខទី1យ៉ាងនេះមុនដំបូងថាគោឧសភៈ4ពណ៌ដោយផ្កាអច័ន្ទគិតថានឹងជល់គ្នានាំគ្នារត់មកពីផ្ទៃព្រះលានលួងអំពីទិសទាំង4ពេលមហាជនប្រជុំគ្នាគិតថាពួកយើងចូលមើលគោជល់គ្នាក៏បន្លឺសំឡេងលឺលាន់គំរាមដាក់គ្នារកជល់ហើយមិនជល់គ្នាទៅវិញនាំគ្នាថយចេញទៅទូលព្រះបង្គំឃើញសបិននេះជាបឋមតើអ្វីជាផលរបស់សបិននេះព្រះករុណាជាម្ចាស់ព្រះសម្មាសម្ពុទ្ធមហាបពិតផលសបិនខនេះនឹងមិនមានក្នុងជួររជ្ជកាលរបស់មហាបពិតទេគឺក្នុងជួររបស់សាសនាតថាគតប៉ុន្តែនៅក្នុងអនាគតពេលលោកវិលចោះទៅដល់ចំណុចអន់ថយក្នុងរជ្ជកាលរបស់ព្រះរាជាអ្នកកំព្រាអ្នកមិនបានគ្រប់គ្រងរាជដោយធម៌និងក្នុងការក្រុមមនុស្សមិនតាំងនៅក្នុងធម៌ពេលកុសលធម៌ចោះអោនថយអកុសលធម៌ចម្រើនឡើងក្នុងពេលដែលលោកត្រូវអាប់អោនភ្លៀងនឹងរាំងឯមេឃនឹងអ៊ូអាប់សំណាបនឹងស្ងួតក្រៀមទុរភិក្ខភ័យនឹងកើតឡើងមេឃទាំងឡាយតាំងនៅងងឹតពីទិសទាំង4ហាក់បីដូចជាធ្លាក់គ្រាប់ភ្លៀងចោះពួកស្រីប្រមូលស្រូវជាដើមដែលដាក់ហាលថ្ងៃចូលក្នុងម្លប់ព្រោះខ្លាចទៅទឹកខូចលុះពេលពួកប្រុសម្នាក់កាន់ចបកាន់ភាជៈនាំគ្នាចេញទៅដើម្បីទប់ទឹកក៏ហាក់ដូចជាមានភ្លៀងធ្លាក់មេធ្ងរក្រហមក៏មិនមានភ្លៀងធ្លាក់ពពករសាទបាត់សូន្យទៅដោយគោធ្វើអាកប្បកិរិយានឹងរកជល់គ្នាបែរជាមិនជល់ទៅវិញដូច្នោះនេះជាផលរបស់សុបិនប៉ុន្តែមិនមានអន្តរាយអ្វីដល់មហាបពិតព្រោះរឿងនេះជាបច្ច័យមហាបពិតឃើញសុបិននេះប្រារព្ធទៅអនាគតចំណែកពួកព្រាហ្មណ៍អាស្រ័យការចិញ្ចឹមជីវិតរបស់ខ្លួនទើបទាយដូច្នេះព្រះបរមសាស្តាគ្រាត្រាស់ប្រាប់ផលនៃសុបិនដោយប្រការដូច្នេះហើយទ្រង់ត្រាស់ថាសូមព្រះរាជាមានព្រះបន្ទូលនៅខសុបិនទី2ទៀតចុះមហាបពិតមហាសុបិនទី2ព្រះរាជាប
បបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំបានឃើញសុបិនខទី2យ៉ាងនេះថាដើមឈើតូចៗនិងគុម្ពឫស្សីដោះចេញនៅលើផែនដីមួយធ្នាប់ខ្លះមួយហាត់ខ្លះហាក់ដូចជាផលិតចេញផលខាងក្រោយនេះជាសុបិនទី2ដែលទូលព្រះបង្គំបានឃើញតើអ្វីទៅជាផលរបស់សុបិននេះព្រះករុណាព្រះអង្គព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាមហាបពិតផលសុបិនខនេះក៏នឹងមានក្នុងកាលដែលលោកថយចុះអាប់អោនវេលាមនុស្សមានអាយុតិចដោយថាសត្វទាំងឡាយនៅក្នុងអនាគតមានរាគៈច្រើនខ្លាំងកុមារីមានវ័យមិនទាន់សម្បុរនិងសមល្មមដល់បុរសដទៃជាស្ត្រីមានរដូវមានគភ៌នាំគ្នាចម្រើនដោយបុត្រនិងធីតាសភាពដែលកុមារីពួកនោះមានរដូវប្រៀបដូចដើមឈើតូចៗមានផ្កាកុមារីពួកនោះចម្រើនដោយបុត្រនិងធីតាក៏ហាក់បីដូចជាដើមឈើតូចៗមានផលភ័យមានពិតប្រាកដនៅនិមិត្តនេះជាហេតុពុំមានដល់មហាបពិតទេសូមព្រះរាជាមានព្រះបន្ទូលនៅសុបិនខទី3តទៅទៀតចុះមហាបពិតមហាសុបិនទី3ព្រះរាជាបបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំបានឃើញមេគោធំនាំគ្នារត់ទៅបៅដោះរបស់កូនគោដែលទើបនឹងកើតក្នុងថ្ងៃនោះនេះជាសុបិនទី3របស់ទូលព្រះបង្គំតើអ្វីទៅជាផលរបស់សុបិននោះព្រះករុណាព្រះអង្គព្រះសម្មាសម្ពុទ្ធមហាបពិតសូមបីផលរបស់សុបិននេះក៏នឹងមានក្នុងអនាគតដូចគ្នាក្នុងវេលាដែលមនុស្សទាំងឡាយនាំគ្នាលះបង់ចេថាបច្ចាយិកកម្មនៃបុគ្គលអ្នកប្រព្រឹត្តកោតក្រែងដល់បុគ្គលរៀមច្បងឬអ្នកចម្រើនបំផុតកម្មនៃបុគ្គលអ្នកប្រព្រឹត្តគោរពដល់បុគ្គលអ្នកជាច្បងឬអ្នកប្រសើរបំផុតគឺភាពជាអ្នកប្រព្រឹត្តឱនលំទោនចំពោះអ្នកធំព្រោះក្នុងអនាគតពួកសត្វឬក្មេងៗនឹងមិនបានតាំងចិត្តទុកគោរពកោតក្រែងដល់មាតាបិតាឬជីដូនជីតាម្នាក់ស្វែងរកទ្រព្យសម្បត្តិដោយខ្លួនឯងពេលប្រាថ្នានឹងផ្ដល់គ្រឿងបរិភោគឬរបស់ប្រើប្រាស់ដល់មាតាបិតាចាស់ចង់ជូនឬមិនចង់ជូនក៏បានឯមាតាបិតាចាស់នាំគ្នាពឹងការរកចិញ្ចឹមជីវិតតែលើខ្លួនឯងស្ទើរមិនបានត្រូវលួងលោមកូនដើម្បីចិញ្ចឹមជីវិតទៅវិញដោយមេគោធំនាំគ្នារកបៅដោះកូនគោដែលទើបនឹងកើតក្នុងថ្ងៃនោះឯងសូម្បីសុបិននេះមានភ័យជាហេតុក៏មិនមានដល់មហាបពិតដែរសូមស្ដេចទ្រង់មានព្រះបន្ទូលនៅសុបិនខទី4តទៅទៀតចុះមហាបពិត